bà là bàn châu một đò không vật te bỏ hàng xây mắm to lấy của bạn con khơi nhá nè u thấu mà bà te có châu một đò tự trẻ bằng hay dương mà mơ tự đến với nhẹ ở tôi mà muốn nói nè u sạch mà thở sạch ăn miếng cái lại là thay swat đây bà lọ mình đến clap tại mà đâu mà hay cho một đọc to cứ mình đó tham mình nở rồi mình tên và lại còn đẹp trong buffet và buffet nông bị chóc miền sờ lò cái đi miền ấy và đồng chạm thật tưa ô ba ngày đi bật chia mà hai cái thì chưa bàn mà đó là trong ca bỏ sợi màu máyហើយបានមកដល់ផ្ទះដល់ធំរបស់គាត់ទៀតបាទត្រជាក់មែនតើឥឡូវកំពុងតែរៀបចំបាទហើយចាប់អារម្មណ៍ជាងគេគឺតរ៉េហ្នឹងហ្មងបាទតរ៉េដោះមកដល់ផ្ទះវីឡាទេបាទដោះដល់ក្នុងផ្ទះវីឡានេះបងប្អូនឃើញស្លឹកហ្នឹងបាទហើយស្លឹកពិតអត់ខ្លាំងខ្លាយទេណានេះស្លឹកតរ៉េនៅស្រស់បាទហើយជាពិសេសគឺតរ៉េថ្លៃល្អមែនតើបាទអូបាទឈ្ងុយដល់ក្រៅបាទឈ្ងុយដល់ក្រៅទឹកមាត់ហើយនេះមានតុកបាទទទួលភ្ញៀវច្រើនអញ្ចឹងភ្ញៀវកិត្តិយសបានមកដល់អស់ហើយបាទបន្តិចទៀតនឹងស្រស់ស្រូបbuffet នំបញ្ចុកទាំងអស់គ្នាហើយបន្តិចទៀតនឹងទៅមើលចំការរបស់ហាងរបស់សៃមុំទាំងអស់គ្នាបាទថាតើធំប៉ុណ្ណាបងប្អូនតែជំហានដំបូងយើងចូលមកដល់ផ្ទះរបស់គាត់សិនផ្ទះដែលនៅជាប់ចំការអញ្ចឹងគឺមានការរៀបចំត្រជាក់ល្អមែនតើបាទអញ្ចឹងអូខេអរគុណច្រើនចាំតិចទៀតយើងទៅមើលចំការទាំងអស់គ្នាបងប្អូនបាទឥឡូវចាប់ផ្ដើមឡើងឡានបាទឡើងឡានពិសេសចឹងមានតែយើងនៅខាងក្រោយអូចាប់ផ្ដើមចេញដំណើរបាទអូទៅអីវិញអូបាទចេញដំណើរពីផ្ទះវីឡាយើងទៅមើលចំការម្ដងបាទយើងចាប់ផ្ដើមចេញពីរមណីយដ្ឋានស្រីមុំបាទឆ្ពោះទៅកាន់ចំការទុរេនដ៏ធំល្វឹងល្វើយទាំងអស់គ្នាបាទអូបាទមកដល់ហើយចំការអូធំមែនតើបាទធំហ្នឹងបាទឥឡូវយើងបានមកដល់កន្លែងស្តុកទូរ៉េនហើយបាទស្តុកទូរ៉េនហើយអូឃើញនៅបងប្អូនឃើញជាក់ស្ដែងក្នុងភ្នែកនៅបាទកន្លែងស្តុកទូរ៉េនមកដល់កន្លែងផ្ទាល់អញ្ចឹងបានដឹងថាទូរ៉េនរបស់ហាងស្រីមុំគឺមានច្រើនបាទទាំងឃ្លាំងហ្មងបងប្អូនឃើញហ៎បាទគឺទូរ៉េនយើងពិសាដោយទំនុកចិត្តបាទឃើញនេះអូច្រើនណាស់ច្រើនមែនតើទាំងឃ្លាំងបាទនេះបងប្អូនឃើញបាទនេះអូយបាទគឺថាឃើញមកដល់អញ្ចឹងខ្វាកបាទខ្វាកហើយនិយាយពីសាច់វិញនេះអស់តោះបងប្អូននេះបាទទាំងឃ្លាំងហ្មងកន្លែងនេះចូលមកគឺពិភពទូរ៉េនបាទឆ្ងុយមែនតើឆ្ងុយចឹងមកថាឃើញយើងគ្រាន់ជីចូលមកមិញដឹងហើយថាសៃមុំគាត់មានចំការធំប៉ុណ្ណាជីឡានអគុយមកមិញយូរដែរមកដល់ចំការនេះមកដល់ឃ្លាំងនេះបាទអញ្ចឹងបានន័យថាឃ្លាំងចំការរបស់គាត់គឺធំមែនតើបាទតិចទៀតយើងនឹងទៅមើលឲ្យកាន់តែជាក់ស្ដែងថាចំការធំប៉ុណ្ណាអញ្ចឹងណាបងប្អូនប៉ុន្តែឥឡូវឲ្យមកមើលឃ្លាំងស្តុកទូរ៉េនសិនឃើញហើយនេះគឺគាត់កាត់ពីចំការមកយកមកស្តុកទុកកន្លែងនេះបាទអញ្ចឹងដល់វេលាគឺបញ្ចេញទៅហើយភ្នំពេញហើយអ្នកណាមកទិញដល់កន្លែងក៏លក់ដែរបាទលក់ដល់កន្លែងក៏មានទៅដល់ភ្នំពេញក៏មានដែរអញ្ចឹងបានចំការរបស់សៃមុំគឺមិនខ្វះទេទូរ៉េនចាយទូរ៉េនខ្មែររបស់យើងដែលយើងពិសាយើងហូបទៅមានទំនុកចិត្តបាទមានទំនុកចិត្តអញ្ចឹងគឺជាក់ស្ដែងបានមកដល់ផ្ទាល់គឺច្រើនមែនតើហើយខាងនោះបុគ្គលិករបស់គាត់បាទកំពុងតែញាប់ដៃញាប់ជើងរៀបចំបញ្ជូនហើយបាទបញ្ជូនទៅភ្នំពេញក៏មានលក់នៅនឹងផ្ទាល់ក៏មានដែរបាទចុះអូននេះយើងដោះសម្អាតដែរបាទវាធ្លាក់មកវាចំស្មៅអូអញ្ចឹងដោះស្មៅចេញហ្នឹងហើយអញ្ចឹងពេលដែលជួនកាលយើងបេះមកដាក់ក្រោមដាក់អីទៅគាត់ជាប់
ចស្មៅណាតារ៉េនចស្មៅចអីចឹងទៅបានយើងដោសម្អាតមុននឹងលក់ចេញណា បាទ ចឹងបានយើងយកទៅដល់កន្លែងលក់ឃើញស្អាតហ្នឹងគឺដោយសារនេះគឺអូនហើយនឹងអូនទាំងពីរនាក់ហ្នឹងហើយនឹងបុគ្គលិកផ្សេងទៀតហ្នឹងហើយជាអ្នកបោះសម្អាតណាចឹងបានឃើញទៅដល់ស្អាតហ្នឹងគឺកើតចេញពីហ្នឹងទៅបាទឃើញបោះសម្អាតមិនឲ្យជាប់ដីមិនឲ្យជាប់ស្មៅទេពេលដែលយើងបកទៅគឺស្អាតហ្មងកុំឲ្យមានធូលីមានអីជាប់តារ៉េនយើងអញ្ចឹងណា បាទ ហើយមួយថ្ងៃបោះច្រើននេះរាប់បានទេមិនទៅរាប់តារ៉េនហ្នឹងបានទេ អាចច្រើនមកច្រើនក៏ រាប់បានទេទៅរាប់បានប្រហែល100ផ្លែប្រហែល1000ផ្លែដែរ ច្រើនណាស់បងអាចរាប់អត់នេះអងយកធ្លាក់ច្រើនណាស់ អត់អស់ហើយណាច្រើនពេកណាបាទចឹងចកាធំចឹងក៏បោះក៏អាចមិនអាចរាប់បានដែរចឹងបានន័យថាច្រើនណាចឹងគឺយើងផ្គត់ផ្គង់បានច្រើនណាស់ណា បាទបង បាទគឺមានការបោះសម្អាតស្អាតមែនតើនេះខាងនោះខាងវិចខ្ចប់វិញណា បាទ ខាងវិចខ្ចប់ហើយបិទតែមហើយខាងនេះខាងអនាម័យខាងសម្អាតបាទហើយខាងនោះខាងដឹកចេញណា បាទបង បាទអញ្ចឹងមានផ្នែកនៅក្នុងឃ្លាំងមានតាមផ្នែក តាមផ្នែក បាទតាមផ្នែកអរគុណច្រើនអូនអរគុណបាទឥឡូវមិញយើងមើលឃ្លាំងស្តុកទុរេនប៉ុន្តែឥឡូវមកមើលចំការទុរេនវិញបាទនេះឃើញពុកម៉ែបងប្អូនឃើញអូយដើមធំណាស់បាទធំណាស់ហើយចំការទុរេនចូលមកដូចចំការកៅស៊ូអញ្ចឹងបងប្អូនឃើញធំល្វឹងល្វើយមែនតើបាទអញ្ចឹងបានសៃមុំគាត់មានទុរេនផ្គត់ផ្គង់ច្រើនបាទច្រើនគឺដោយសារចំការរបស់គាត់គឺមានធំមែនតើបាទហើយដើមមួយបងប្អូនឃើញអូយទៅទៅឈឹងទៅឆៃហ្មងអញ្ចឹងយើងឃើញថាធំមែនតើជាការចូលមកតិចហើយទៅឈឹងទៅឆៃមែនតើបាទអញ្ចឹងតិចទៀតយើងនឹងទៅមើលកន្លែងផ្សេងទៀតបាទថាតើធំប៉ុណ្ណាបាទចំការរបស់គាត់ធំប៉ុណ្ណាហើយឥឡូវនេះគឺគាត់ចង់ប្រាប់ថាដើមតារ៉េនរបស់គាត់គឺពិតជាធំមែនតើបាទធំហើយទៅឈឹងទៅឆៃទៅជាបាទជាប៉ុន្តែមើលលើផងបាទប្រយ័ត្នធ្លាក់មកបាទបាទអញ្ចឹងតិចទៀតចាំទៅមើលកន្លែងផ្សេងទៀតបាទអូបងប្អូនមើលនៅលើបាទចុងឡើងស្ញេះបាទមានទាំងតូចទាំងធំបាទគឺតារ៉េនច្រើនមែនតើអញ្ចឹងបានថាចំការសៃមុំបាទគឺតារ៉េនមិនខ្វះដោយសារអីគ្រាន់តែមកដើមហ្នឹងពុកម៉ែបងប្អូនរាប់បានណាស់បាទច្រើនណាស់ណាអញ្ចឹងមកដើមនេះគឺស្ញេះបាត់ទៅហើយហ្នឹងចុះហ្មមរាប់ពាន់រាប់ម៉ឺនដើមផ្សេងទៀតអញ្ចឹងបានថាមករដូវគឺសៃមុំគឺមិនខ្វះតារ៉េននឹងផ្គត់ផ្គង់ទេដោយសារច្រើនមែនតើជាក់ស្ដែងគ្រាន់តែមកដើមនេះពុកម៉ែបងប្អូនរាប់ទៅនៅទូចនៅធំនេះមិនទាន់ទុំផងបាទអញ្ចឹងនៅអាចផ្គត់ផ្គង់តបានច្រើនថ្ងៃតទៅមុខទៀតនេះពុកម៉ែបងប្អូនឃើញហ៎បាទមកដើមហ្នឹងគឺច្រើនមែនតើ